ដឹងលទ្ធផលភ្លាមពេជ្រវតីសារវតីប្រញាប់រត់ទៅផ្ដល់ភាពកក់ក្ដៅដល់$60ក្រោយរបូតមកុដ Miss Supranational Cambodia 2025មហាជនបានតាមដានការវិលត្រឡប់មកឆាកប្រកួតជាថ្មីរបស់វល់កញ្ញា$60ក្នុងកម្មវិធី Miss Supranational Cambodia 2025នោះគឺទទួលបានស្រឡាញ់គាំទ្រច្រើនពីមហាជនដោយជឿជាក់លើសមត្ថភាពដ៏លេចធ្លោរបស់នាងនិងរំពឹងខ្ពស់ថានឹងអាចឈ្នះមកុដក្នុងឆ្នាំ2025តែយ៉ាងណាក៏ដោយសោកស្ដាយ$60ដណ្ដើមបានតំណែងត្រឹមលំដាប់រងទី2ខណៈម្ចាស់មកុដបានទៅលើបុរកញ្ញាឈុំច័ន្ទតារាងាកទៅកាន់មុនពេកាសវែងរកឃើញម្ចាស់មកុដកាលពីរាត្រីថ្ងៃទី02ខែមេសាឆ្នាំ2025កន្លងទៅនេះមហាជនបានឃើញមកហើយថាកញ្ញា$60ទទួលបានការជួយផ្ដល់កម្លាំងចិត្តជ្រោមជ្រែងនិងបង្ហាត់បង្រៀនដោយផ្ទាល់ពីរៀមច្បងដែលជាបងស្រីជិតស្និទ្ធរបស់នាងគឺកញ្ញាពេជ្រវតីសារវតីលើពីនោះមុនថ្ងៃប្រកួតវគ្គផ្ដាច់ព្រាត់មកដល់កញ្ញាពេជ្រវតីសារវតីក៏បានបង្ហោះវីដេអូមួយនិយាយរៀបរាប់ផ្ញើជូនកញ្ញា$60ដែលចាត់ទុកដូចជាប្អូនស្រីបង្កើតដោយបង្ហាញការគាំទ្រផ្ដល់កម្លាំងចិត្តនិងជូនពរយ៉ាងកក់ក្ដៅចំពោះនាងក្នុងដំណើរប្រកួតវគ្គផ្ដាច់ប្រទៅនេះឲ្យទទួលបានជោគជ័យនិងសូមឲ្យមហាជនជួយស្រឡាញ់គាំទ្រដល់ប្អូនស្រីរបស់នាងផងដែរយ៉ាងណាមិញក្រោយកញ្ញា$60បានរបូតតំណែងមកុដ Miss Supranational Cambodia 2025ដោយបានត្រឹមលំដាប់រងទី2មហាជនបានឃើញបុរកញ្ញាពេជ្រវតីសារវតីក្នុងនាមជាបងស្រីមិនត្រឹមតែផ្ដល់កម្លាំងចិត្តដល់ប្អូននៅលើឆាកអំឡុងពេលបំពាក់មកុដដោយផ្ទាល់ឲ្យ$60នោះទេតែចុះមកដល់ក្រោមឆាកហើយកញ្ញាពេជ្រវតីសារវតីបានដើរទៅក្បែរឆាកងើយមុខលបថើបកញ្ញា$60ជាប្អូនស្រីទៀតផង